ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកលាយម្សៅដើម្បីបំពងប្រហិតហើយនឹងមាន់បងប្អូនខ្ញុំមាន់ហ្នឹងខ្ញុំប្រើសាច់មាន់សាច់ភ្លៅហើយជាដំបូងខ្ញុំប្រើម្សៅ2ខាំបងប្អូនម្សៅ2ខាំហើយនឹងbaking soda ហ្នឹងកន្លះស្លាបព្រាកាហ្វេអំបិលហ្នឹងមួយចុងស្លាបព្រាបន្តិចបងប្អូនកន្លះស្លាបព្រាកាហ្វេហើយម្សៅម្ទេសម្សៅការ៉េហ្នឹងកន្លះស្លាបព្រាកាហ្វេម្រេចកន្លះស្លាបព្រាកាហ្វេបងប្អូនហើយទៅលើម្សៅ2ខាំហើយយើងលាយគ្រឿងផ្សំនឹងឲ្យសព្វចូលគ្នាបន្តិចយើងចាក់ទឹកចូលបងប្អូនទឹកខ្ញុំប្រើ150 ml បងប្អូននិយាយរួមមើលតាមជាក់ស្ដែងកុំប្រើរាវពេកឬក៏ខាប់ពេកអញ្ចឹងបងប្អូនខ្ញុំឲ្យម្សៅខ្លះខ្ញុំដួសទុកប្រឡាក់ជាមួយសាច់មាន់ហើយខ្លះទៀតខ្ញុំយកប្រឡាក់មួយប្រហិតបងប្អូនអាចមើលតាមវីដេអូនឹងបានបើសិនជាបងប្អូនបំពងមួយសាច់មាន់ណាបងប្អូនត្រូវមានម្សៅនឹងទុកខ្លះដើម្បីឲ្យវាជាប់ជាមួយសាច់មាន់នឹងបានល្អហើយតែបើសិនជាបងប្អូនបំពងប្រហិតទេមិនបាច់ដាក់ម្សៅនៅក្រៅទេហើយប្រភេទសាច់មាន់នេះគេហៅpopcorn chicken បងប្អូនខ្ញុំហៅវាអញ្ចឹងហើយគឺមានរសជាតិឆ្ងាញ់មែនតើហើយសាច់មាន់ហ្នឹងខ្ញុំយកវាទៅប្រឡាក់អំបិលរ៉ឌីបន្តិចឲ្យវាមានជាតិហើយខ្ញុំយកវាមកដាក់ក្នុងម្សៅហើយយើងយកម្សៅដែលនៅសល់ហ្នឹងយើងយកវាទៅប្រឡាក់ម្ដងទៀតចាំយើងដាក់បំពងបងប្អូនធ្វើបែបហ្នឹងធ្វើឲ្យសាច់មាន់ហ្នឹងវាជាប់ជាមួយម្សៅហ្នឹងបានល្អហើយវាស្រួយបងប្អូនស្រួយហើយគឺខាងក្នុងវានៅទន់ឆ្ងាញ់អត់មានខ្សោះទេតែសូមបងប្អូនយកអាភ្លៅមាន់ណាយកអាតាគៀកវាគេមានលក់អាសាច់ស្រាប់ហ្នឹងឬក៏បងប្អូនទិញទាំងមូលមកក៏បានដែរយើងយកមកផ្លែខ្លួនឯងទៅហើយប្រភេទសាច់មាន់ហ្នឹងគឺពេលយើងយកទៅបំពងវាអត់ស្ងួតខ្លាំងទេវាធ្វើឲ្យសាច់មាន់យើងក្រៅស្រួយហើយខាងក្នុងវានៅសាច់មានសាច់ទន់បងប្អូនហើយការបំពងវាបងប្អូនដាក់បំពងហើយឲ្យវាឆ្អិនប្រហែលជា 70% ចាំបងប្អូនស្រង់វាទុកវាសិនហើយចាំយើងបំពងជាលើកទី2ធ្វើបែបហ្នឹងសាច់មាន់របស់យើងគឺស្រួយឆ្ងាញ់មែនតើបងប្អូនខាងក្រៅស្រួយខាងក្នុងវានៅទន់ឆ្ងាញ់ហើយពេលយើងបំពងឆ្អិនយើងអាចហូបជាមួយទឹកជ្រលក់អីក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនណាដូចជាទឹកជ្រលក់ជូរហឹលឬក៏ម៉ាយ៉ូណេសអីអញ្ចឹងតែបើគ្រួសារខ្ញុំគាត់ហូបទៅជាមួយទឹកខ្មេះប៉មទេហើយបន្ទាប់មកយើងយកប្រហិតរបស់យើងបងប្អូនប្រហិតរបស់យើងហ្នឹងយកមកដាក់ក្នុងម្សៅដែលយើងបានលាយមុនហ្នឹងណាហើយយើងយកវាទៅបំពងម្ដងមួយយើងដាក់ម្ដងមួយទៅណាហើយម្សៅគឺវាជាប់ជាមួយប្រហិតនឹងបានល្អមែនតើបងប្អូនវាខាំជាប់គ្នាមិនបាក់ប្រឡាក់2ដងដូចយើងប្រឡាក់សាច់មាន់ទេយើងប្រឡាក់តែម្ដងទៅបានហើយយើងចំអិនប្រហិតហ្នឹងឲ្យវាឆ្អិនប្រហែលជា 70% ដូចគ្នាបងប្អូនហើយខ្ញុំនឹងបំពងវាជាលើកទី2ដូចគ្នាហើយវាអត់ខ្សោះទេណាបងប្អូនកុំភ័យថាខ្លាចប្រហិតយើងនឹងយើងបំពងវាជាលើកទី2អត់ខ្សោះទេវាមានតែធ្វើឲ្យសាច់ម្សៅដែលយើងបានយកទៅប្រឡាក់ហ្នឹងវាក្រៀមបានល្អវាក្រៀមណាហើយបន្ទាប់មកមាន់ដែលយើងបំពងនោះយើងយកវាមកបំពងម្ដងទៀតបងប្អូនអាចមើលតាមនឹងបានវីដេអូនឹងរៀងវែងបន្តិចហើយបំពងតែ1នាទីទេអត់លើសហ្នឹងទេយើងបំពងតែ1នាទីទេហើយយើងស្រង់វាចេញហើយយើងទុកវាឲ្យស្រស់ខ្លាញ់បន្តិចទៅចាំយើងយកទៅហូបបងប្អូនគឺសាច់មាន់របស់យើងនឹងស្រួយឆ្ងាញ់មែនតើបងប្អូនអាចសាកធ្វើហូបបានហើយយើងអាចយកទៅហូបជាមួយទឹកម្ទេសជូរហឹលឬក៏ទឹកម៉ាយ៉ូណេសទឹកអីហ្នឹងបងប្អូនគឺមានរសជាតិឆ្ងាញ់មែនតើអាហ្នឹងទៅលើមាន់បំពងស្រួយហើយប្រហិតរបស់យើងយកវាមកបំពងជាលើកទី2មកហើយយើងដាក់ស្លឹកក្រូចឬក៏ម្ទេសអីថែមកាន់តែឈ្ងុយតែថ្ងៃហ្នឹងខ្ញុំមានស្លឹកក្រូចបន្តិចខ្ញុំដាក់ស្លឹកក្រូចចូលបង់ចូលជាមួយប្រហិតហ្នឹងហើយយើងស្រង់វាចេញទុកឲ្យវារៀងស្រស់ខ្លាញ់បន្តិចចាំយើងយកវាមកប្រឡាក់គ្រឿងបងប្អូនថ្ងៃហ្នឹងខ្ញុំប្រឡាក់គ្រឿងប្រហិតក្លុកហើយនឹងទៅលើសាច់មាន់ហ្នឹងគ្រួសារខ្ញុំគាត់អ្នកហូបខ្ញុំដាក់តែទឹកនិយាយរួមដាក់តែអំបិលហើយនឹងទឹកខ្មេះប៉មឲ្យគាត់ទេដោយសារតែគាត់ហូបអញ្ចឹងបងប្អូនហើយវាក៏មិនរសជាតិដិតដែររសជាតិវាល្មមហើយទៅលើសាច់ក៏វាអត់ប្រៃដែរវាឡមនិយាយរួមយើងមកអាចហូបលេងបានបងប្អូនយើងហូបលេងបានឬក៏យើងយកទៅហូបធ្វើជាគ្រឿងក្លែមគ្រឿងអីក៏បានដែរហើយមួយទៀតមកយើងដាក់ម្សៅម្ទេសការ៉េដាក់យកពណ៌ស្អាតដោយសារតែខ្ញុំចង់ថតទៅឲ្យវាឃើញពណ៌ស្អាតបងប្អូនតែឆ្ងល់សួរខ្ញុំថាថតវាឃើញស្អាតដោយសារតែខ្ញុំដាក់
ម្សៅការ៉េហើយបន្ទាប់មកប្រហិតបងប្អូនប្រហិតខ្ញុំយកវាមកក្លុកទៅលើជាមួយអំបិលក្លុកសាប់មាន់របស់ខ្ញុំហ្នឹងខ្ញុំយកវាមកក្លុកអញ្ចឹងបងប្អូនក្លុកហើយយើងអាចញ៉ាំបានហើយបងប្អូនឬក៏យើងដាក់ទឹកខ្មេះប៉បន្តិចកាន់តែមានជាតិបងប្អូនចាបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត